ប្រទេសឡាវដែលជាប្រទេសជិតខាងរបស់កម្ពុជាគឺជាទីតាំងដ៏ស្ងប់ស្ងាត់និងពោពេញទៅដោយអាចកំបាំងគួរជាទីគាប់ចិត្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទោះបីជាមិនសូវមានភាពអ៊ូអរដោយប្រទេសជិតខាងមួយចំនួនក៏ដោយឡាវមានចំណុចពិសេសជាច្រើនដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីចំណុចទាំង11ដែលអ្នកគួរស្វែងយល់ពីប្រទេសមួយនេះចំណុចទី1ឡាវគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានព្រំប្រទល់ជាប់សមុទ្រក្នុងប្រវត្តិសាស្ត្រប្រទេសនេះត្រូវបានគេស្គាល់ថាជានគរឡានសាងដែលមានន័យថារដ្ឋនៃដំរីមួយលានដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃសត្វព្រៃនិងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្លួនកាលពីអតីតកាលរឿងទី2ដ៏គួរឲ្យសោកស្ដាយមួយគឺឡាវត្រូវបានកត់ត្រាថាជាប្រទេសដែលរងការទម្លាក់គ្រាប់បែកច្រើនជាងគេបំផុតនៅលើពិភពលោកគិតជាមធ្យមលើមនុស្សម្នាក់អំឡុងពេលសង្គ្រាមវៀតណាមរហូតមកដល់បច្ចុប្បន្នគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នៅតែបន្តកប់ក្នុងដីដែលជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រជាជនឡាវនិងអាជ្ញាធរដែលកំពុងបន្តបោសសម្អាតជារៀងរាល់ថ្ងៃងាកមកមើលរឿងទី3ដែលតាក់ទងនឹងអាហារប្រចាំថ្ងៃវិញប្រជាជនឡាវទទួលទានបាយដំណើបច្រើនជាងប្រជាជាតិណាទាំងអស់នៅលើពិភពលោកបាយដំណើបគឺជាអាហារគោលដែលមិនអាចខ្វះបានហើយពួកគេនិយមបរិភោគវាដោយប្រើដៃផ្ទាល់តែម្ដងជាងការប្រើស្លាបព្រាឬចង្កឹះចំណុចទី4គឺវត្តមាននៃទីតាំងបុរាណវិទ្យាដ៏អាចកំបាំងបំផុតមួយឈ្មោះថាវាលក្រឡតំបន់នេះមានពាសពេញទៅដោយក្រឡថ្មយក្សរាប់ពាន់ដែលអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវនៅតែមិនទាន់អាចបកស្រាយឲ្យបានច្បាស់លាស់ពីប្រភពដើមនិងគោលបំណងពិតប្រាកដនៃការបង្កើតពួកវានៅឡើយសម្រាប់រឿងទី5ឡើយគឺជាអ្នកផលិតកាហ្វេដ៏ល្បីល្បាញមួយនៅក្នុងតំបន់ខ្ពង់រាបបូឡាវែនដែលមានអាកាសធាតុត្រជាក់គឺជាកន្លែងដាំដុះកាហ្វេដ៏ល្អបំផុតហើយកាហ្វេបានក្លាយជាផលិតផលកសិកម្មនាំចេញដ៏សំខាន់និងមានរសជាតិឆ្ងាញ់ប្រចាំប្រទេសនេះរឿងទី6ដោយសារតែគ្មានសមុទ្រទន្លេមេគង្គបានដើរតួជាសរសៃឈាមដ៏សំខាន់បំផុតសម្រាប់ប្រទេសឡាវទន្លេនេះមិនត្រឹមតែជាប្រភពទឹកនិងអាហារប៉ុណ្ណោះទេប៉ុន្តែវាក៏ជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ការដឹកជញ្ជូននិងជាព្រំដែនធម្មជាតិដ៏វែងជាមួយប្រទេសជិតខាងផងដែរចំណុចទី7ទីក្រុងវៀងច័ន្ទដែលជារដ្ឋធានីរបស់ប្រទេសឡាវត្រូវបានគេចាត់ទុកថាជារដ្ឋធានីដែលស្ងប់ស្ងាត់និងមានបរិយាកាសធូរស្រាលបំផុតមួយនៅលើពិភពលោកវាខុសប្លែកស្រឡះពីរដ្ឋធានីផ្សេងក្នុងតំបន់អាស៊ីដែលមានភាពអ៊ូអរមានអគារខ្ពស់កប់ពពកច្រើននិងស្ទះចរាចរណ៍ខ្លាំងរឿងទី8ព្រះពុទ្ធសាសនាថេរវាទមានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឡាវរូបភាពដ៏គួរឲ្យគោរពជ្រះថ្លាបំផុតមួយគឺពិធីរាប់បាតនៅពេលព្រឹកព្រលឹមពិសេសក្នុងទីក្រុងលួងព្រះបាងដែលព្រះសង្ឃរាប់រយអង្គនិមន្តជាជួរយ៉ាងស្ងៀមស្ងាត់តាមដងផ្លូវដើម្បីទទួលចង្ហាន់ពីពុទ្ធបរិស័ទចំណុចទី9ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវដែលហៅថាពីម៉ៃប្រារព្ធឡើងនៅពាក់កណ្ដាលខែមេសាគឺជាពេលវេលាដ៏សប្បាយរីករាយបំផុតប្រជាជននៅទូទាំងប្រទេសនាំគ្នាលេងជះទឹកដាក់គ្នាដែលជានិមិត្តរូបនៃការលាងជម្រះសំណាងអាក្រក់និងនាំមកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីរឿងទី10ទោះបីជាមានប្រជាជនតិចក៏ដោយប្រទេសឡាវមានភាពចម្រុះជាតិសាសន៍យ៉ាងខ្លាំងដោយមានក្រុមជនជាតិដើមភាគតិចជាង80ក្រុមផ្សេងៗគ្នាក្រុមនីមួយៗសុទ្ធតែមានភាសាទំនៀមទម្លាប់និងសម្លៀកបំពាក់តម្បាញប្រពៃណីរៀងៗខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នាចុងក្រោយគឺចំណុចទី11ទន្លេមេគង្គភាគខាងត្បូងនៃប្រទេសឡាវតំបន់ស៊ីផាន់ដនឬកោះ4000គឺជាជម្រកដ៏កម្រមួយនៃសត្វផ្សោតទឹកសាបសត្វផ្សោតទាំងនេះកំពុងប្រឈមនឹងការផុតពូជហើយពួកវាត្រូវបានចាត់ទុកជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុតដែលភ្ញៀវទេសចរតែងតែប្រាថ្នាចង់ឃើញ